សួស្តីថ្ងៃនេះខ្ញុំធ្វើបទបង្ហាញមួយទៀតទាក់ទងជាមួយនឹងម៉ាស៊ីន DPA មានពីរ option បាទមាន global ជាមួយនឹងចិនបាទអញ្ចឹងមានន័យថាម៉ាស៊ីននៅក្នុងដៃរបស់ខ្ញុំនេះមានពីរទាក់ទងជាមួយនឹង Hikvision បាទគឺអានេះគឺហៅថាម៉ាស៊ីនរបស់software ចិនគឺសម្រាប់តែអ្នកដែលគាត់ចូលចិត្ត model ដែលមានប្រើ app ចិនឬមួយក៏ចង់បាននៅកាមេរ៉ាដែល support ជាមួយនឹង software ចិនអីជាដើមហ្នឹងគឺយើងប្រើនៅម៉ាស៊ីនប្រភេទនេះគឺត្រូវបាទខ្ញុំក៏មានលក់នៅម៉ាស៊ីនប្រភេទនេះច្រើនទាំងមាន4 channel 8 channel និង16 channel រហូតដល់32 channel ឬមួយក៏64តាមអ្វីដែលបងប្អូនត្រូវការឬមួយក៏អតិថិជនត្រូវការបាទអញ្ចឹងតើតើម៉ាស៊ីនពីរនេះគឺខុសគ្នាដោយសារតែប្រសិនបើបងប្អូនទិញនៅម៉ាស៊ីនsoftware ចិននេះមានន័យថារបស់ចិនគឺយើង support តែជាមួយនឹងកាមេរ៉ាប្រភេទចិនតែប៉ុណ្ណោះទេមានន័យថា software ចិនទាំងអស់គឺมันអាចប្រើជាមួយនឹង global បានទេមានន័យថាប្រើជាមួយនឹងកាមេរ៉ាដែលយើងលក់ទូទៅបានទៅមួយអីទេណាអញ្ចឹងមានន័យថាយើងទិញនៅម៉ាស៊ីននេះគឺយើងប្រើជាមួយនឹងកាមេរ៉ាប្រភេទចិន software របស់ចិនអីក៏ចិនដែរអញ្ចឹងមានន័យថាគឺគឺសម្រាប់ប្រើនៅក្នុងស្រុកគេអញ្ចឹងណាឧទាហរណ៍ចុះអញ្ចឹងគឺយើងប្រើនៅម៉ាស៊ីនប្រភេទនេះមួយបានហើយរូបរាងវាក៏ស្អាតដែរជាមួយនឹងអានបកឲ្យមើលមានន័យថាក៏រូបរាង file ដែរមិនខុសចាញ់ពីម៉ាស៊ីនរបស់យើងទេបាទគឺមានន័យថាស្អាត slim បាទអានេះគឺទាក់ទងជាមួយម៉ាស៊ីននេះគេហៅថាម៉ាស៊ីនកាមេរ៉ា network IP ប្រភេទ IP បាទគឺរូបរាងវាស្អាតហើយតូចកម្លាំងចម្រងគឺអានេះបាន8គ្រាប់ម៉ាស៊ីននេះបាទមានន័យថាតែវាជា software របស់ចិនទេខ្ញុំសុំចិនណារូបរាងខាងមុខអីក៏ស្អាតដែរស្អាតទាំងអស់តែម្ដងដូចម៉ាស៊ីនរបស់យើងដូចគ្នាអត់ខុសគ្នាទេទាក់ទងជាមួយនឹងHikvision ហ្នឹងគឺផលិតមករូបរាង logo អីក៏របស់ Hikvision ដែរហើយម៉ាស៊ីននេះបណ្ដាលអីគឺមាន VGA port USB ឬមួយអីដូចគ្នាទាំងអស់បាទទាក់ទងជាមួយម៉ាស៊ីន software ចិននេះអញ្ចឹងត្រឡប់មកវិញខ្ញុំនឹងធ្វើនៅមួយទៀតគឺម៉ាស៊ីន global មានន័យថាប្រើបានទាំងអស់តែម្ដងមានន័យថាទាំងខ្មែរទាំងអាស៊ីទាំងអឺរ៉ុបទាំងវៀតណាមថៃអីគឺយើងប្រើបានទាំងអស់ក៏ដាក់ណាក៏បានដែរព្រោះដោយសារម៉ាស៊ីននេះ global យើងប្រើបានទាំងអស់ទូទៅអញ្ចឹងតែនេះវាជាប្រភេទជាanalog មានន័យថាមិនជា IC ទេវិញខ្ញុំបង្ហាញជា IC អញ្ចឹងរូបរាងវាអត់ខុសគ្នាទេបាទដូចគ្នាទាំងអស់ម៉ាស៊ីននេះ4 port ទាក់ទងជាមួយម៉ាស៊ីនHikvision មួយនេះដែររូបរាងស្អាតដូចគ្នាហើយប៉ុន្តែតែម្ដងខុសគ្នាទេបងប្អូនទោះជាម៉ាស៊ីននេះ8 channel ក្នុងដៃរបស់ចិននេះ8 channel ម៉ាស៊ីននេះ4 channel វាមករូបរាងវាមកយើងដាក់គុំគ្នាស្ទឹងតែប៉ុណ្្នឹងគ្នាតែម្ដងបាទអត់ខុសគ្នាទេហើយ logo Hikvision នេះដូចគ្នាទាំងអស់ក្រុមហ៊ុនតែមួយតែគ្រាន់តែមួយគឺសម្រាប់ចេញទៅខាងក្រៅមួយទៀតគឺសម្រាប់លក់នៅក្នុងស្រុកអីចឹងទៅតែដោយសារនៅប្រទេសកម្ពុជាយើងមួយរយៈចុងក្រោយនេះគឺមានជនចិនគាត់មករស់ស៊ីនិងមកវិនិយោគិននៅស្រុកខ្មែរច្រើនអញ្ចឹងទៅក៏គេធ្វើតាមតម្រូវត្រូវការរបស់ជនជាតិដែលគាត់មករស់នៅឬមួយក៏គាត់មករស់ស៊ីនៅស្រុកខ្មែរអញ្ចឹងគាត់ត្រូវការធ្វើនៅភាសារបស់គាត់អញ្ចឹងណាការគ្រប់គ្រងឬមួយក៏អីហ្នឹងដោយសារតែទីច្រើន global នេះគឺវាមាន software ខ្លះគឺអត់មាន support មួយចិនទេអញ្ចឹងគឺសម្រាប់តែភាសាខាងក្រៅមានថានាំចេញអញ្ចឹងគឺអត់មានភាសាចិនអីចឹងទៅឧទាហរណ៍តែមួយចំនួនក៏មានមួយចំនួនក៏អត់តែមួយរយៈចុងក្រោយនេះគឺ version ចុងក្រោយរបស់ Hikvision នេះក៏មានភាសាខ្មែរយើងបញ្ចូលដែរបាទគឺមានទាក់ទងជាមួយនឹងម៉ាស៊ីន Hikvision នេះកាលពីមុនយើងអត់មានទេតែមួយរយៈចុងក្រោយនេះខាងក្រុមហ៊ុនក៏បានអាចបញ្ចូលសរសៃទាក់ទងជាមួយនឹងភាសាខ្មែរយើងមួយដែរដែលនៅប្រើនៅក្នុងហ្នឹងបើសិនជាបងប្អូនតែអត់ចេះភាសាអង់គ្លេសឬមួយអីហ្នឹងយើងអាចត្រឡប់ទៅភាសាខ្មែរយើងបានដែរភាសាកំណើតរបស់យើងបានអត់មានបញ្ហាទេតែសម្រាប់ម៉ាស៊ីននេះគឺសម្រាប់តែ support តែចិនទេខ្ញុំសុំជឿណាកាមេរ៉ាក៏ចិនម៉ាស៊ីនក៏របស់ចិនអែបក៏របស់ចិនដែរយើងដាក់កាមេរ៉ារបស់យើងផ្សេងឬមួយក៏អីហ្នឹងអត់ត្រូវទេណាសុំជឿហើយបើសិនជាបងប្អូនតម្រូវត្រូវការចង់បានឬមួយក៏ចង់ទិញនៅរបស់ទាំងពីរហ្នឹងមានន័យថាទាំងចិនទាំងខ្មែរទាំង global ក៏បានដែរគឺខ្ញុំមានលក់ដូចគ្នាទាំងកាមេរ៉ាទាំងម៉ាស៊ីនទាំងអីហ្នឹងសិនជាបងប្អូនតម្រូវត្រូវការចង់បានឬមួយក៏ចង់ជាវនៅផលិតផល global និង software ចិននេះអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទឬមួយក៏ Facebook ឬមួយក៏ website របស់ក្រុមហ៊ុនផ្ទាល់បាទសូមអរគុណ